រយៈពេល45ថ្ងៃខ្ញុំបានរៀនបញ្ចប់វគ្គផ្នែកកីឡាកាយវិបកម្មមានន័យថា body building នឹងបន្ថែមហើយបើដែលខ្ញុំទទួលបានខ្ញុំចង់ចែករំលែកទាំងអស់គ្នាអ្នកទាំងអស់គ្នាទៅលើប្រភេទកីឡា body building នឹងដែលហៅថាកីឡាបែបកាយវិបកម្មតែអ្នកទាំងអស់គ្នាដឹងថាកីឡាបែបកាយវិបកម្មហ្នឹងជាអ្វីអត់អ្នកខ្លះក៏អត់ដឹងហើយគាត់គិតថាហាត់តែអ្នកខ្លះក៏ដឹងថាវាមានសារៈសំខាន់អ្វីហើយហាត់បែបណាឲ្យបានត្រូវតាមស្តង់ដារហើយទៅនឹងការរៀនរបស់ខ្ញុំខ្ញុំចង់ប្រាប់បន្ថែមទៅលើការរៀនរបស់ខ្ញុំអ្វីដែលខ្ញុំពិសេស special ដែលទទួលបានពីចំណេះដឹងហ្នឹងទី1គឺផ្នែកសាច់ដុំទី2ផ្នែកសន្លាក់ទី3គឺផ្នែកសរសៃមានន័យថាវាមានសារៈសំខាន់មិនមែនចេះតែហាត់ឲ្យតែបានចេញរៀងគឺថាស្អាតគឺអត់ទេហើយពិសេសមួយទៀតគឺរបបអាហារដែលខ្ញុំចេះហើយប៉ុន្តែខ្ញុំនៅតែរៀនទៅបានខ្ញុំដឹងថាចំណុចខ្វះខាតរបស់ខ្ញុំគឺបែបណាខ្លះអញ្ចឹងតើទៅនឹងបែបកីឡាកាយវិកម្មយើងហាត់ឲ្យបានត្រឹមត្រូវញ៉ាំឲ្យបានត្រឹមត្រូវមិនចេះតែញ៉ាំមិនចេះតែហាត់ទេពេលខ្លះយើងទទួលបានរូបរាងស្អាតប៉ុន្តែយើងដឹងថាវាប៉ះពាល់ទៅលើសន្លាក់សាច់ដុំរបស់យើងសរសៃយើងមិនខ្លះដែលធ្វើឲ្យយើងនឹងមានបញ្ហានៅពេលក្រោយអញ្ចឹងខ្ញុំទៅរៀនខ្ញុំពិតជាទទួលបានចំណេះដឹងខ្លាំងមែនទែនរយៈពេល45ថ្ងៃមានអារម្មណ៍ថាឆេងខ្លួនឯងហើយយកតើទៅនឹងការរៀនដែលខ្ញុំនឹងយកមកប្រហាត់សិស្សរបស់ខ្ញុំធ្វើម៉េចឲ្យសេះសម្រាប់គាត់ឲ្យគាត់បានរីសាលឿនទាំងរបបអាហារទាំងរូបរាងរបស់គាត់ហើយបែបកីឡាកាយវិបកម្មខ្ញុំចង់បញ្ជាក់ប្រាប់បងប្អូនទាំងអស់គ្នាថាមិនចេះតែហាត់ឲ្យតែស្អាតឃើញរីសាលគឺទទួលបានផលគឺមែននេះគឺសំខាន់សុខភាពនិងរូបរាងទាំងក្នុងនិងខាងក្រៅដើម្បីបៀកុំឲ្យតែថ្ងៃក្រោយយើងទៅយើងមានបញ្ហាផ្នែកខាងក្នុងហើយខាងក្រៅយើងដឹងហើយថាយើងទទួលបានអីព្រោះរូបរាងកាយមនុស្សយើងសំខាន់ណាស់គឺផ្នែកសរសៃសន្លាក់និងសាច់ដុំកុំឲ្យហាត់ទៅមានហានិភ័យអញ្ចឹងបានខ្ញុំទៅរៀនឲ្យយល់ដឹងពីចំណេះដឹងបន្ថែមថាតើខ្ញុំទទួលបានបែបណាដើម្បី save សម្រាប់រៀនសិស្សខ្ញុំឲ្យបានកាន់តែជោគជ័យនិងមានភាពជឿជាក់លើខ្លួនឯងព្រោះជាគ្រូម្នាក់មិនមែនមានទំនួលខុសត្រូវមួយឲ្យតែគាត់ឃើញរីសាលឿនឬក៏អ្វីស្អាតទេសំខាន់ខ្ញុំត្រូវដឹងថាប្រភេទសាច់ដុំគាត់គឺមិនសន្លាក់គាត់បែបណាជំងឺគាត់ឬក៏ស្ថានភាពគាត់បែបណាអ្វីដែលគាត់ទទួលបានគឺបែបណាអញ្ចឹងហើយមុនប្រឡងអ្នកគ្រូគាត់សុទ្ធតែ check សុក្រិតមែនតើគាត់ឲ្យយកទូរស័ព្ទចូលឬក៏មើលវិញ្ញាសាលួចពេលប្រឡងទេអត់ឲ្យយកអីចូលទាំងអស់ខ្ញុំពិតជាអរគុណទៅដល់លោកគ្រូហើយនិងអ្នកគ្រូនៅសហព័ន្ធផ្នែកកីឡាកាយវិកម្មហ្នឹងគាត់ពិតជាចង់ចែករំលែកឲ្យកូនខ្មែរយើងពិសេសកីឡាករខ្មែរយើងឲ្យទទួលបានចំណេះដឹងឲ្យបានខ្ពស់ហើយខ្ញុំចង់បញ្ជាក់ទៀតការរៀនរបស់ខ្ញុំលោកគ្រូគាត់នេះអត់សុខចិត្តទេប្រឡងទទួលបានសញ្ញាបត្រចប់គាត់នៅមក review 2ម៉ោង3ម៉ោងនៅមកបរៀនបន្ថែមឲ្យចេះដឹងកាន់តែខ្លាំងចឹងគាត់សុខចិត្តអត់ញ៉ាំបាយអត់ញ៉ាំទឹកទេមានន័យថាខ្ញុំចប់សញ្ញាបត្រទទួលម៉ោង11ចប់ហើយគាត់ម៉ោង12ដល់ម៉ោង1បានចាប់ឲ្យសិស្សហ្នឹងរៀនថែម2ម៉ោងបន្ទាប់ពីទទួលសញ្ញាបត្រទៀតខ្ញុំពិតជាអរគុណខ្លាំងមែនទែនលោកគ្រូ